ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះចង់ធ្វើវាមកថ្មីទៀតហើយដោយសារវីដេអូទី1ខ្ញុំចេញទៅឃើញមានអ្នកគាំទ្រច្រើនថាខ្ញុំបកកែធ្វើម្ហូបអញ្ចឹងថ្ងៃនេះខ្ញុំធ្វើម្ហូបចំអិនមីដដែលតែយើងជ្រើសរើសយកមីហារ៉ាម៉ាយ៉ុនមកដែលមានជាតិគ្រីមហើយនឹងជីសនៅក្នុងហ្នឹងបងយកសាច់3ជាន់ដែលស្ងោររួចយកមកចៀនឲ្យបានគ្រីមល្អបន្ទាប់មកស្រុះមីឲ្យឆ្អិនល្អតពីមីឆ្អិនហើយច្រោះទឹកចេញពីមីរួចដាក់ទឹកសោះហារ៉ាម៉ាយ៉ុនច្របល់មីជាមួយទឹកសោះឲ្យបានសព្វល្អដើម្បីញ៉ាំជាមួយនឹងសាច់3ជាន់បងប្អូនអាចបន្ថែមសារាយគីមឈីបន្លែសាឡាត់តាមចំណូលចិត្តរបស់បងប្អូនបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាធ្វើឲ្យតបានញ៉ាំបាយមកបងប្អូនមីមួយសាច់3ជាន់បាទអូយថ្ងៃមែនតើដែលដឹងថាខ្លួនឯងចេះធ្វើមីឆ្ងាញ់ដល់ស្អាតណាស់និយាយមែនចាស្វាស្វាចង់ប្រើអសានគឺអមុនគឺបាទចង់ស្អីបងប្អូនខ្ញុំលើកមាត់ខ្ញុំតែញ៉ាំគឺខ្ញុំលើកមាត់ដោយប៊ីងហ្គោឯងតែនេះយើងមានអារម្មណ៍ចិត្តរ៉ាស់បលីបាទចឹងខ្ញុំដាក់ប៊ីងហ្គោមួយអើយអ្នកសាហាវពេលក្រោយបងប្អូនចង់ឲ្យខ្ញុំធ្វើម្ហូបអីទៀតអាចខមមិននៅខាងក្រោម page ហើយខ្ញុំនឹងព្យាយាមបង្ហាញហើយនឹងញ៉ាំឲ្យបងប្អូនទស្សនាបាទសូមអរគុណបាយបាយចុងភៅវាបាយបាយនេះជួបគ្នាសប្តាហ៍ក្រោយ